ជំរាបសួរអ្នកទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយមកសម្រាប់រឿង Bleach បន្តទៀតនេះគឺជា season ទី2នៃរឿង Bleach ដែលមានចំណងជើងថាតោះសញ្ញា Blood War ឬក៏មានន័យថាសង្គ្រាមឈាមពាន់ឆ្នាំនិយាយអំពីសង្គ្រាមគឺនឹកឃើញដល់កម្ពុជាយើងឥឡូវនេះឯងនឹងឯមានអីច្រើនទៀតទេមានតំណអ្នកទាំងអស់គ្នានឹងមកទស្សនារឿងយើងបន្តទៀតទៅស្ដេច Quincy ដែលធ្លាប់ត្រូវបានបរាជ័យនៅក្នុងសង្គ្រាមបានចំណាយពេល900ឆ្នាំដើម្បីទាញចង្វាក់បេះដូងរបស់គាត់ត្រឡប់មកវិញក៏ដូចជាចំណាយពេល90ឆ្នាំដើម្បីទាញសុខភាពរបស់គាត់ត្រឡប់មកវិញនិងចំណាយពេល9ឆ្នាំដើម្បីទទួលបានអំណាចរបស់គាត់ត្រឡប់មកវិញឥឡូវនេះគ្រប់យ៉ាងគឺដល់ពេលហើយនៅមន្ទីរប្រសពវិទ្យាសាស្ត្រដែលកំពុងតែញាប់ដៃញាប់ជើងហើយឃើញថាមានបង្ហាញជាមួយនឹង Holo ជាច្រើននៃពិភពមនុស្សនឹងឯងមកយូរីដើរចូលមកសង្កេតឃើញថា Holo ទាំងអស់នោះគឺបាត់ដុកភ្លាមតែម្ដងដូចជាមានអ្នកណាម្នាក់នឹងដែលកំពុងតែកម្ចាត់តែម្នាក់ឯងដានជើង2 3ដែលដើរចុះមកទីក្រុងKarakura Town នោះគឺជាសនីគមី2នាក់ទើបចេញថ្មីមកទីនេះនឹងដើម្បីបោះសម្អាត Holo ក៏ដូចជាការពារទីក្រុងហ្នឹងក៏ប៉ុន្តែមានម្នាក់គឺខ្លាចជាមួយនឹង Holo ខ្លាំងណាស់ទោះបីជានាងគឺជាសនីគមីក៏ដោយក៏ប៉ុន្តែអាដៃគូក៏នឹងក៏រឹងទៀតដែលដឹងថានាងនឹងខ្លាចជាមួយនឹង Holo មានស្អីទេក៏រុញនាងចេញហើយបាននិយាយថាពួកយើងធ្វើការបែកផ្លូវគ្នានាងក៏ចាក់ចេញបាត់ទៅបន្ទាប់ពីនឹងមកនៅសល់តែនាងម្នាក់ឯងនោះទេមិនដែលទៅទីណាក៏បែរជាមកអង្គុយនៅលើស្ពានដែលអង្គុយបន់ថាជីវិតរបស់គាត់នឹងគឺមិនត្រូវជួប Holo ទេក៏ប៉ុន្តែពេលនោះក៏លេចទៅខាងលើក៏ស្ដាប់តែឃើញ Holo មួយយ៉ាងធំតែម្ដងឥឡូវនេះឃើញថា Holo ក៏អាប់ដេតដែរមើលទម្រង់វាគឺកាចជាងមុនខ្លាំងណាស់នាងក៏បានរត់គេចពី Holo មួយហ្នឹងបន្ទាប់ពីនឹងបើកទ្វារមកក៏ស្រាប់តែឃើញថាមាននារីម្នាក់នោះគឺជាមិត្តរបស់នាងនឹងឯងត្រូវបាន Holo ចាប់កញ្ញិចអធិនិសេនបកូតូចេញមកដែលធ្វើឲ្យនាងមានចិត្តខឹងណាស់ចង់ទីសេបកូតូទៅវាយក៏ប៉ុន្តែនាងមិនមានចេះក្បាច់គុណអីទេត្រូវបាន Holo មកពីក្រោយនឹងវាយនាងខ្ទប់តែម្ដងដែលគិតថានេះគឺជាជីវិតចុងក្រោយរបស់នាងហើយគ្មានបណ្ណាគេអាចជួយនាងបានឡើយក៏សត្វតែមានពលឺមួយមកកាប់ Holo នឹងច្រាច់ក៏ដូចជាមានធ្នូមួយមកបាញ់ជាមួយនឹង Holo មួយហ្នឹងហើយមានអ្វីមួយមកព្យាបាលនាងមិនបាច់ប្រាប់ក៏ដឹងនោះគឺជា Orihime នឹងឯងនឹងគឺមានឃើញបុរសម្នាក់កាន់ដៃអញ្ចឹងឆ្វាយតែម្ដងនោះគឺជា Ichigo Kurosaki មិនមានតែ Ichigo ទេក្រុមគ្នារបស់ពួកគេទាំង4នាក់ក៏មកទីនឹងទាំងអស់គ្នាហើយ Holo នោះក៏បានស្រែកដែលបានហៅគ្នារបស់ពួកវានឹងមកទីនឹងទាំងអស់មួយសបកក្រោយមក Holo ក៏បានរួមព័ទ្ធពួកគេឥឡូវនេះមកមើលទស្សនៈនៃការប្រយុទ្ធដែល skill នីមួយៗរបស់ពួកគេទាំង4នាក់នឹងគឺអាប់ដេតថ្មីទាំងអស់តែម្ដងイスキルだ黒崎一郎死神対抗だហើយឲ្យកាត់ពេលប្រឡំឡើងក៏ឃើញថានាងបើកផ្នែកមកឃើញក្រុមគ្នា Ichigo ក៏ដូចជាមិត្តទាំងអស់គ្នានឹងគឺនៅទីនោះអ្វីដែលនាងភ័យខ្លាចនោះគឺបាត់មិត្តរបស់នាងទាំងណាដែលបានសួរពួកគេមួយសន្ទុះក្រោយមកក៏ស្រាប់តែឃើញថាមាននារីម្នាក់ដែលយកឲ្យបានចូលមកនោះគឺជាមិត្តនាងនឹងឯងពួកគេទាំងពីរនាក់គឺសប្បាយចិត្តខ្លាំងណាស់ដែលបានជួបគ្នាមកវិញ Ichigo បានសួរថាតើអ្នកទាំងពីរមានឈ្មោះអ្វីដែរក៏សត្វតែមានឃើញមនុស្សម្នាក់ដើរចូលមកចន់កណ្ដាលពុករបស់ Ichigo ហើយបាននិយាយថាខ្ញុំមានឈ្មោះ Eben Ichigo ឆ្ងល់ខ្ញុំមិនបានសួរទេតើអ្នកឯងមកពីណាហើយអ្នកឯងគឺជាពីណាគេខ្ញុំមិនចង់ដឹងទេឆាប់ចេញភ្លាមមកលេងមួយជើងម៉ាំងចាប់កណ្ដាលមុខតែម្ដង Ichigo ក៏បានទាញផ្លាកសញ្ញាដើម្បីប្រែជាទំនោរសនីគមីចេញទៅបដៅអបិនឹងតែម្ដងបន្ទាប់ពីស៊ីមួយជើង Ichigo មកដល់ហើយបានសួរថាមើលទៅឯងនឹងដូចជាតម្រង់អ្វីមួយយ៉ាងឯងបើតាមមើលរបាំងមុខអ្នកគឺជា Aronka មែនឮថា Aronka អញ្ចឹងក៏បានញញឹមបន្តិចថាមិនមែនទេបន្តិចទៀតឯងនឹងដឹងហើយ Eben ក៏បានហោះឡើងទៅខាងលើក៏ដូចជាបញ្ចេញជាមួយកងដៃអ្វីមួយចេញពីដៃរបស់កដែល Ichigo គិតថានៅគឺជា Quincy ត្រូវហើយខ្ញុំគឺជា Quincy នឹងឯងមួយទៀតបង្ហាញឃើញ Ikaku ក៏ដូចជា Yumi Shika នៅ Society នេះកំពុងតែស៊ើបអង្កេតទៅលើកិច្ចកម្មអ្វីមួយដែលគេឆ្ងល់ថាឃើញដានជើច្រើនណាស់មិនដឹងថាមានអ្វីទេក៏ដូចជាបង្ហាញនៅកន្លែងលោកតា Yamamoto ភ្លាមនឹងក៏ស្រាប់តែជំនួយការរបស់កនឹងប៉ាងខ្ទាតចេញមកឃើញថាមានស្រកឈាមក៏ដូចជាមានមួយក្រុមដើរចូលមកនឹងបាននិយាយស្វាគមន៍ថាកន្លែងរបស់លោកតា Yamamoto ប្រធានក្រុមអីក៏ចូលងាយស្រួលម្លេះលោកតា Yamamoto សួរថាអ្នកឯងទាំងអស់គ្នាគឺជាពីណាគេមកមានគោលបំណងអ្វីតែវាមិនបានឆ្លើយទេក៏បែ
បានគម្រាមក៏ដូចជាបាញ់សម្លាប់ទៅកាន់ជំនួយការលោកតាយ៉ាម៉ាម៉ាតូនឹងឲ្យស្លាប់នៅកន្លែងនោះភ្លាមនឹងបាននិយាយថាសង្គ្រាមនឹងគឺត្រូវចាប់ផ្ដើមក្នុងរយៈពេល5ថ្ងៃទៀតពួកខ្ញុំទាំងអស់គ្នានឹងមកគ្រប់គ្រង Soul Society ក៏ដូចជាកំតិចនៃ Soul Society ទាំងអស់ចោលតែម្ដងដល់ពេលនោះអ្នកនឹងដឹងថាយើងគឺជាពីណាគេលោកតាយ៉ាម៉ាម៉ាតូក៏ស្ទុះទៅវាយក៏ប៉ុន្តែត្រូវបានពួកគេនោះគេចផុតទៅក៏ដូចជាបង្ហាញ Ichigo ដែលប្រយុទ្ធគ្នាជាមួយនឹង E-Burn យ៉ាងខ្លាំងក្លាតែម្ដង E-Burn ក៏បានបាញ់យ៉ាងខ្លាំងដែលធ្វើឲ្យ Ichigo កាប់ជាមួយនឹងអំណាច Quincy នោះហើយ Ichigo បំរុងជាមួយនឹងប្រើបាំងខៃហើយដែលមុននឹងដាច់ខ្យល់ស្លាប់ជំនួយការលោកតាយ៉ាម៉ាម៉ាតូបានប្រាប់មួយឃ្លាថាពួកអ្នកទាំងអស់គ្នានឹងគឺមិនដឹងថាជាពីណាគេទេគ្រាន់តែដឹងថាពួកវានឹងគឺមានសមត្ថភាពបង្ក្រាបបាំងខៃនៃសេនីគីមីបានដាច់ខាតគឺកំប្រើបាំងខៃនៅចំពោះមុខពួកវាខណៈនេះឃើញ Ichigo ដែលកំពុងប្រើបាំងខៃនៅចំពោះមុខរបស់ E-Burn ហើយ E-Burn ឆ្ងល់ដែលគាត់ប្រើបច្ចេកទេសមួយនោះដើម្បីបំបិតបាំងខៃ Ichigo ហើយក៏ប៉ុន្តែมันអាចបំបិតបានភ្លាមនឹង Ichigo ក៏មកភ្ជុំពីក្រោយក៏ដូចជា E-Burn ប្រើសមោរបស់គាត់ចាក់ចេញពី Ichigo បាត់ទៅកន្លែងមួយបង្ហាញប្រៀបដូចជាព្រះរាជវាំងក៏បានបង្ហាញមនុស្សមួយក្រុមដើរចូលមកក៏ដូចជាឃើញ E-Burn កំពុងតែលិតជង្គង់ម្នាក់នោះក៏បាននិយាយមើងងាយទៅកាន់ E-Burn ក៏ស្រាប់តែឃើញថាដាច់ដៃភ្លាមនិងក៏មានតាចាម្នាក់បាននិយាយថាខ្ញុំមិនចូលចិត្តកូនចៅរបស់ខ្ញុំឆ្លោះប្រកែកគ្នានៅចំពោះមុខខ្ញុំឡើយថ្ងៃក្រោយកុំឆ្លោះឲ្យខ្ញុំបានឃើញទៀតហើយគាត់ក៏បានប្រាប់ថាបើអ្នកឯងចង់រស់ក្រោកឡើងមករាយការណ៍ពីស្ថានភាពបរិះម្នាក់នឹងក៏ក្រោកមកបាននិយាយថាយើងអាចធ្វើសង្គ្រាមបាននៅ Society ក្នុងរយៈពេល7ថ្ងៃទៀតឯងនិយាយចេញមកធ្វើឲ្យឯងនឹងជាហោរាសាស្ត្រមែនយើងមិនចូលចិត្តអ្នកណាគេមកទូទាញនៅកណ្ដាលមុខយើងនោះទេគាត់ក៏បានឡើងទៅកម្មចិត្តដើរនៅខាងលើក៏សត្វតែបើវាំងនោនមួយមកឆ្លាច់ឃើញថានោះគឺជាអរនខាមួយនេះគឺជា Hariba ដែលជាអរនខាទី3កូនចៅរបស់ Aizen ដែលបរិះម្នាក់នេះគឺមានឈ្មោះថា Ichiwatch ឬក៏ Yuhapaha គាត់គឺជាស្ដេចនៃ Quincy ហើយបើសិនអ្នកទាំងអស់គ្នាស្រឡាញ់ឈ្មោះមួយណាកុំភ្លេចប្រាប់នៅខាងក្រោមផងដែលឥឡូវនេះ admin សុំហៅថា Ichiwatch សិនហើយនៅពិភពមនុស្ស Ichigo ក៏បានត្រឡប់មកវិញក៏ដូចជាទទួលបានសារពី Soul Society ដែលបាននិយាយថានៅ Soul Society ឥឡូវកំពុងតែមានភាពចលាចលហើយមានមនុស្សមួយក្រុមចូលមកឈ្លានពានប្រធានក្រុមទី1ក៏ដូចជាសម្រាប់ជំនួយការប្រធានក្រុមទី1លោកតាយ៉ាម៉ាម៉ាតូបាត់ហើយឬដំណឹងនេះធ្វើឲ្យពួកគេទាំងអស់គ្នាមានការសោកសៅខ្លាំងណាស់នៅពេលយប់ Ichigo អង្គុយស្ងប់ស្ងាត់ក៏ដូចជា Chan និង Orihime ថែមទាំង Uryu ពួកគេទាំងអស់គ្នាដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនឡើយ Ichigo កំពុងអង្គុយស្ងប់ស្ងាត់ក៏ចេញទៅដល់ល្បាតព្រាមនឹងក៏ឃើញថាមានណែនឹងធ្លាក់ចុះមកពីលើមេឃចំកណ្ដាល Ichigo រួច Ichigo ធ្លាក់ចុះមកខាងក្រោមក៏បាននិយាយផងយំផងស្នើសុំឲ្យ Ichigo ជួយពួកគេផងនៅ Hokamondo ឥឡូវនេះកំពុងតែមានគ្រោះថ្នាក់ខ្លាំងហើយព្រាមនឹងក៏ឃើញថាមានអ្វីមួយធ្លាក់ចុះមកនោះគឺជា Paise Soul Society កំពុងតែមានភាពស្ងប់ស្ងាត់ក៏ដូចជាកំពុងតែកាន់ទុកជំនួយការរបស់លោកតាយ៉ាម៉ាម៉ាតូគ្រប់គ្នាពោពេញទៅដោយភាពសែតក៏ដូចជាពោពេញទៅដោយគំនុំរបស់លោកតាយ៉ាម៉ាម៉ាតូហើយ Paise ក៏បានប្រាប់រឿងគ្រប់យ៉ាងទៅកាន់គ្រប់គ្នាតាំងពី Aizen ចាក់ចែងក៏ដូចជា Stark និង Barigan ត្រូវបានស្លាប់ហើយនៅ Hokamondo គ្មាននរណាគ្រប់គ្រងទៀតទេគឺមានតែ Haribe ដែលជា Espada ទី3គ្រប់គ្រងប៉ុន្តែពេលនេះគឺមានមនុស្សមួយក្រុមមានអំណាចខ្លាំងក្លាណាស់មកវាប្រហារពួកគេគឺចង់គ្រប់គ្រងទៅកាន់ Hokamondo Haribe ក៏បានប្រាប់ឲ្យណែក៏ដូចជា Paise ចាប់រត់គេចពីកន្លែងហ្នឹងទៅតែពួកគេកំពុងតែរត់គេចគឺបាត់បងប្រុសម្នាក់គឺ Dodo Chica របស់ណែនឹងឯងហើយឥឡូវនេះមកទីនេះដើម្បីស្នើសុំឲ្យ Ichigo ឆាប់ជួយពួកគេផងជួយស្រោចស្រង់នៃ Hokamondo ផង Ichigo ក៏និយាយយល់ព្រមយ៉ាងលឿនក៏ប៉ុន្តែ Uryu បានប្រកែកគាត់មិនបានចូលរួមជាមួយព្រឹត្តិការណ៍ហ្នឹងទេ Ichigo ក៏ដឹងថាអំណាចរបស់ Quincy គឺគ្មានថ្ងៃជួយកាន់ពពួក Hollow ឬ Aronka ឡើយបញ្ជាក់ឲ្យច្បាស់ Quincy គឺជាមនុស្សដែលមានធម៌ពលពិសេសហើយធម៌ពលរបស់ពួកគេនឹងប្រើដើម្បីកម្ចាត់ទៅកាន់ពពួក Hollow នៅពេលដែលគេប្រើកម្ចាត់ពពួក Hollow ដោយអំណាច Quincy ហើយ Hollow នោះគឺមិនអាចចាប់ជាតិបានវិញទេខុសពី Shinigami គឺជាប្រភេទប្រលឹងដែលធម៌ពលរបស់ Shinigami ដែលវាប្រហារ Hollow ដោយសិល្បៈគុតោគឺប្រលឹងរបស់ Hollow នឹងអាចទៅចាប់ជាតិខ្លាចទៅជាមនុស្សវិញបានទោះបីជា Uryu មិនចូលរួមក៏មានបរិះម្នាក់ថាគាត់នឹងចូលរួមជាមួយនោះគឺជា Urahara លើកទី1ហើយដែល Urahara ចូលរួមសមរភូមិប្រយុទ្ធពួកគេនឹងក៏បានចាប់ផ្ដើមបើកទ្វារចូលទៅកាន់ Hokamondo យកតែម្ដង
ហុកខមម៉ុនដូកំពុងតែមានការដង្ហែអ្នកទោសជាច្រើនក៏ដូចជានៅខាងលើក្រុមគ្នាអូរ៉ាហារ៉ាអ៊ីជីកូក៏បានធ្លាក់មកពួកគេសង្ស័យដែរក៏ប៉ុន្តែក៏លេចទៅអត់មានឃើញអីនោះទេដោយសារតែពួកគ្រប់គ្នានោះកំពុងតែពួននៅកន្លែងថ្មមួយនៅទីនេះគឺពិតជាខុសខើខ្លាំងណាស់ឃើញសត្វសាកសពនៃអារ៉នខាក៏ដូចជាហូឡូជាច្រើនក៏ដូចជាពេសេបានប្រាប់ថាប្រហែលជាបងប្រុសរបស់ខ្លួនរដូវជីកាត្រូវបានពួកគេទាំងអស់នោះចាប់នៅក្នុងចំណោមបាញ់មិញហើយអ៊ីជីកូក៏កត់ក្លាហានណាស់ថាទោះឲ្យគាត់ជាអ្នកទៅជួយនឹងទៅមើលកន្លែងនោះអ៊ីជីកូទៅថាជួយគឺជួយហើយក៏ដូចជាឆាតនិងអ៊ូរីហ៊ីមេក៏ចាក់ចែងទៅដែរនៅកន្លែងអ្នកទោសនៅវិញគឺសត្វតែអារ៉នខាមានបុរសម្នាក់អង្គុយគង់តាក់ខ្លាយ៉ាងស្អាតដែលមានឈ្មោះថា Quill OP ដែលការប្រហារជីវិតរបស់ពួកគេនឹងគឺដេញពីឆ្វេងមកស្ដាំអ្នកទាំងអស់គ្នានោះឯងគឺសត្វតែស្លាប់ទាំងអស់គ្មានបណ្ណាគេរស់នោះទេគឺមានម្នាក់ចេញមកតវ៉ាស្អីហែងឥឡូវនេះចាក់សម្លាប់នឹងងាប់យកទាំងអស់នៅកន្លែងនោះជាចុងក្រោយគឺនៅសល់2នាក់ដែលចិត្តខ្លាំងណាស់យកដាវមកភ្ជង់ម្នាក់នោះគឺជាអ្នករីក្លាហាន2នាក់ដែលវាប្រាអូឌីហ៊ីមេកាមុនដែលបានប្រាប់ថាខ្ញុំគឺជាកូនចៅរបស់ Aizen ក្រោយទៅលើកូនចៅ Aizen អ៊ូភីនឹងវាយពួកគេទាំងពីរនាក់នឹងឲ្យដួលភ្លាមហើយបាននិយាយថាកូនចៅរបស់ Aizen អ្នករនខាទាំងអស់គ្មានបណ្ណាគេដែលខ្លាំងនោះទេដោយ Harry Bear អញ្ចឹងឯងគឺខ្សោយណាស់ក៏បានក្លែកទៅខាងក្រោយឃើញថាបាយឈាមនិងកូនចៅរបស់គាត់នឹងដួលនៅកន្លែងនោះទាំងអស់ហើយមានមនុស្សមួយក្រុមបង្ហាញមកនោះគឺជាកូនចៅរបស់ Harry Bear ដែល3នាក់នេះឯងបើចង់មើលងាយប៉ុណ្ណាមើលងាយបានតែកុំឲ្យមើលងាយ Harry Bear ដែលជាមេរបស់ខ្ញុំអីដែលឡែកគឺ Ichigo ដែលកំពុងទៅរត់ទៅទីនោះឃើញថាមានកន្លែងផ្ទុះដែលណែបានប្រាប់ថានោះគឺជាការប្រយុទ្ធប្រហែលជាកូនចៅ Harry Bear ហើយដែលឡែកកូនចៅ Harry Bear ទាំង3នាក់នេះនៅតែវាយជាមួយនឹងកូនចៅរបស់ OP នឹងឯង OP អង្គុយមើលយ៉ាងធម្មតាមាននារីម្នាក់នឹងមកវាយពីខាងក្រោយការគិចលឿនរបស់ OP គឺពិតជាលឿនខ្លាំងណាស់ពួកគេទាំង3នាក់សហការគ្នាវាយបំផ្ទុះយ៉ាងខ្លាំងជាចុងក្រោយគឺនៅសល់តែ OP តែម្នាក់នោះទេដែលឡែកនៅ Soul Society កំពុងតែមានការប្រជុំក៏ដូចជាមានការរាយការណ៍ពី Mayuri បានប្រាប់ថាសង្គ្រាមរបស់ពួកគេឥឡូវនេះគឺនឹងត្រូវប្រយុទ្ធគ្នាជាមួយនឹង Quincy Ichigo ក៏បានមកដល់កន្លែងប្រយុទ្ធក៏ស្រាប់តែឃើញថាកូនចៅទាំង3នោះក៏បានដេកដួលព្រោះម្នាក់នោះឃើញ Ichigo ក៏បាននិយាយថាមើលឲ្យមែន Ichigo Kurosaki នៅសេរីរឿងថ្ងៃនេះក៏សូមស្លេះសិនហើយក៏ដូចជាសូមអរគុណទៅកាន់បងប្អូនយើងខ្លាំងណាស់ដែលមានឈ្មោះថាអឿនសុគន្ធធឿនកកដាម៉ាសុធាសូមជូនពរឲ្យមានសុខភាពល្អរស់ស៊ីមានបានជោគជ័យគ្រប់ការងារធ្វើដំណើរចិត្តឆ្ងាយនឹងប្រកបដោយសុខសុវត្ថិភាពអរគុណណាស់បងប្អូនដែលស្រឡាញ់ចូលចិត្ត admin ថ្ងៃនេះសូមសម្រាប់សិនហើយអរគុណច្រើនបាយបាយ